បងប្អូនរួមជាតិដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមការពារជាតិនេះសូមជ្រាបថាឈាមអ្នកដែលបង្ហូរលើទឹកដីខ្មែរអាចញ៉ាំឲ្យយើងកូនខ្មែរមានធម៌ពលដើម្បីការពារជាតិក៏ហាព្រៀងទៅ